នៅក្រៅម្ហូបឆ្ងាញ់បង្កប់នៅវប្បធម៌និងជីវិតមនុស្សអាហារក្នុងខេត្តយូណានគឺជារសជាតិចម្រុះលើចុងអណ្ដានស្រុកកំណើតនៃផ្សែងចម្អិនរបស់ជនជាតិទាំង26គ្រឿងផ្សំធម្មជាតិទំនៀមទម្លាប់អាហារក្នុងខេត្តយូណានព្រឹកព្រលឹមហ្វុងកូយៀដែលនៅក្រៅពេញបានមកកន្លែងស្នាក់នៅវិញជាបន្តបន្ទាប់ពេលហ្វុងកូមកដល់កាម៉ានិងឈីជូចាប់ផ្ដើមរវល់ហើយយ៉ងឡាសៀវច្រាំបន្តិចច្របាច់ទៅដោះគោជាការងារសំខាន់បំផុតប្រចាំថ្ងៃមុនពេលធ្វើបែបនេះត្រូវឲ្យកូនគោស៊ីឆ្អែតសិនក្នុងកំឡុងពេលបំបៅដោះ6ខែមេគោអាចផលិតទឹកដោះគោស្រស់ពី2ទៅ4គីឡូក្នុងមួយថ្ងៃស្មើនឹង 1/20 នៃបរិមាណទឹកដោះគោរបស់គោធម្មតាប៉ុណ្ណោះតិចតួចនិងមានតម្លៃបន្ទាប់មកកាម៉ានិងឈីជូត្រូវចម្រាញ់យកខ្លាញ់ប័រពីទឹកដោះគោកម្ដៅទឹកដោះគោយៀកដល់40អង្សាចាក់ចូលទៅក្នុងធុងឈើតាមចង្វាក់គោកាម៉ាច្រៀងលេខដដែលដើម្បីកត់ត្រាចំនួនដងនៃការគោនេះគឺជាបទពលកម្មប្រពៃណីនៅតំបន់ទីបេបទវាយយកខ្លាញ់ប័រទឹកដោះគោយៀកសម្បូរទៅដោយប្រូតេអ៊ីននិងអាស៊ីតលីណូលេអ៊ិកបរិមាណជាតិខ្លាញ់ខ្ពស់ជាងទឹកដោះគោធម្មតាមួយដងបន្ទាប់ពីគោរាប់ពាន់ដងជាតិខ្លាញ់និងទឹកដោះបានបែកចេញពីគ្នាហើយប្រមូលផ្ដុំគ្នានេះជាអាហារដែលខ្វះមិនបានសម្រាប់គ្រួសារជនជាតិទីបេខ្លាញ់ប័រកាម៉ាត្រូវច្របាច់វាឲ្យចេញជារាងគ្រប់គ្រងសីតុណ្ហភាពនិងកម្លាំងដៃកំណត់រសជាតិនិងរយៈពេលរក្សាទុកដំប័រនីមួយប័រ1គីឡូប្រើប្រាស់ទឹកដោះគោយៀកស្រស់ជិត20គីឡូវាមានពណ៌មាសសម្បូរដោយវីតាមីននិងកាល់ស្យូមច្រើនប្រភេទជាគ្រឿងផ្សំបំពេញថាមពលល្អបំផុតសម្រាប់ប្រជាជននៅតំបន់ខ្ពង់រាបទឹកដោះគោដែលចម្រាញ់យកប័ររួចក៏មិនត្រូវខ្ជះខ្ជាយដែរការបំលែងមួយទៀតបានចាប់ផ្ដើមដំបូងបន្ថែមទឹកជូរចូលក្នុងទឹកដោះទឹកជូរគឺជាទឹកដោះថ្លាដែលសម្បូរបាក់តេរីឡាក់ទិកពេលចូលក្នុងទឹកដោះគោស្រស់វាបំលែងជាតិឡាតូសទៅជាអាស៊ីតឡាតិកនៅក្នុងបរិយាកាសអាស៊ីតកាសេអ៊ីនក្នុងទឹកដោះគោចាប់ផ្ដើមកក4ម៉ោងក្រោយមកយ៉ាអ៊ូត្រូវបានធ្វើរួចរាល់ប្រាជីឡៅបំបែកទឹកដោះថ្លាចេញពីយ៉ាអ៊ូនៅសល់តែប្រូតេអ៊ីននិងកាកសរសៃជាដើមនេះជាអាហារមួយប្រភេទទៀតដែលប្រជាជនទីបេចូលចិត្តការទឹកដោះគោឆ្លងកាត់ការអាំងនិងសម្ងួតដោយខ្យល់ការទឹកដោះគោដែលមានរាងដូចចេតិយអាចរក្សាទុករហូតដល់1ខែកាម៉ានិងឈីជូអាយុលើស60ឆ្នាំហើយក្នុងមួយឆ្នាំរស់នៅវាលស្មៅ9ខែកូនបារម្ភយ៉ាងខ្លាំងម៉ែឆាប់ចុះអង្គុយក្នុងផ្ទះនៅថ្ងៃបុណ្យប្រមូលផលកូនស្រីស្បងឈីលីនជូម៉ានិងកូនស្រីទី3ប៉ៃម៉ាជួយបានមកដល់វាលស្មៅមកជួបជុំជាមួយឪពុកម្ដាយឈីលីនជូម៉ាខ្លាចជាជីដូនហើយគាត់នាំកូនស្រីឈ្មោះស៊ុននួជូម៉ានិងចាប់ប្រុសឈ្មោះកើសាងមកជាមួយចាស់ទួតមកដល់ធ្វើឲ្យឈីជួសប្បាយចិត្តខ្លាំងណាស់គាត់ចង់ធ្វើអាហារសម្រន់ពិសេសប្រចាំវាលស្មៅឲ្យក្មេងៗឆ្លងកាត់ការច្របាច់ម្សៅស្រូវសាលីស្អិតល្អណាស់ច្បិចបន្តិចហើយញីរមូល
ចាំដល់ដុំម្សៅអណ្ដែតលើផ្ទៃទឹកស្រង់ចេញទុកមួយឡែកខ្លាញ់ប័រមានក្លិនទៅដោះគោឈ្ងុយឆ្ងាញ់អាចញ៉ាំជាមួយគ្រឿងផ្សំសាច់ឬបន្លែគ្រប់ប្រភេទនេះជាប្រភេទនៃរសជាតិដ៏ពិសេសរបស់ម្ហូបទីបេដុំម្សៅដែលឆាជាមួយប័ររួចត្រូវបន្ថែមគ្រឿងផ្សំមួយប្រភេទទៀតយ៉ាអ៊ូកូយៀដែលផ្សំទុកមានរសជាតិជូរខ្លាំងបន្ទាប់ពីបន្ថែមស្ករសបង្អែមដ៏ពិសេសប្រចាំវាស្មើមួយមុខសៀលួបានធ្វើរួចហើយខ្លាញ់ប័រនិងយ៉ាអ៊ូស្រោបពីលើដុំម្សៅដ៏រលោងពេលដាក់ចូលមាត់មានរសជាតិជូរអែមនិងស្វិតឆ្ងាញ់ ពិតជាឆ្ងាញ់មែនកើសាងឆ្ងាញ់ណាស់ ស៊ីលូជាអាហារពិសេសរបស់កើចាធម្មតាធ្វើតែនៅពេលមានពិធីបុណ្យសំខាន់ប៉ុណ្ណោះអាហារសម្រន់មួយប្រភេទទៀតមានភាពសាមញ្ញជាងនេះការទៅដោះគោឆាប័រមានក្លិនទៅដោះគោឈ្ងុយនិងរសជាតិជូរអែមអាចញ៉ាំផ្ទាល់ក៏បានឬញ៉ាំជាមួយតែប័រនិងអាហារធ្វើពីម្សៅផ្សេងទៀតគ្រួសារកាម៉ាចិញ្ចឹមសត្វនៅទីនេះតាំងពីដូនតាខ្លាញ់ប័រនិងការទៅដោះគោដែលគ្រួសារគាត់ធ្វើមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងជិតទាំងឆ្ងាយដោយផ្អែកលើជំនាញនេះសេដ្ឋកិច្ចគ្រួសារមានភាពធូរធារនិងបានសង់ផ្ទះថ្មីនៅក្នុងភូមិមានកូនចៅពេញផ្ទះជីវិតគ្មានកង្វល់ថែរក្សាវាស្មៅក៏ថែរក្សាសុភមង្គលខែកញ្ញាគឺជារដូវប្រមូលផលនៅសៀងកើលីឡាបន្ទាប់ពីចូលស្រូវសាឡៃពីបេរួចអ្នកភូមិខាងទួយឃុំនីស៊ីចាប់ផ្ដើមការងារមមាញឹកថ្មីមួយតាំងជីនឈីភូត្រូវប្រញាប់ធ្វើឆ្នាំងដីមួយចំនួនឲ្យភោជនីយដ្ឋានប្អូនស្រីគាត់ដីក្រហមក្នុងតំបន់លាយជាមួយដីខ្សាច់ម្សៅថ្មត្រូវច្រោះយ៉ាងស្អាតបន្ថែមទឹកធ្វើឲ្យគ្រាប់ស្អិតនៅក្នុងដីរីកមានបដូរទម្រង់ពីរាយប៉ែងទៅជាអាចសូនជារឿងបានប្រើញញួរឈើវាយដើម្បីបង្កើតជាបានយកបាតនិងបន្ទះដីឥដ្ឋមកគុំបញ្ចូលគ្នារូបរាងដំបូងនៃឆ្នាំងដីមួយបានកើតឡើងបច្ចេកទេសធ្វើកូឡាល់ភាជនេះហៅថាវិធីសាស្ត្រពូតដីជាខ្សែហើយប្រើបន្ទះឈើជ្រលក់ទៅដោះគោឥតឈប់ធ្វើឲ្យទូឆ្នាំងមានកម្រាស់ស្មើគ្នាគ្រួសារខ្ញុំប៉ុន្មានចំនួនមកហើយសុទ្ធតែធ្វើដីឥដ្ឋនីស៊ីនេះដល់ខ្ញុំនេះគឺចំនួនទី7ហើយការងារបន្ទាប់ប្រគល់ឲ្យកូនប្រុសឈ្មោះឡារងសៀវបាឆ្លងកាត់ការខាត់យ៉ាងម៉ត់ចត់ទួឆ្នាំងមូលពេញល្អផ្ទៃខាងក្រៅរលោងនិងភ្លឺរលោងដៃដ៏ប៉ិនប្រសពបង្កើតបានជារូបរាងដីឥដ្ឋរាប់ម៉ឺនបែបគុណភាពរឹងមាំគឺត្រូវការដុតរលភ្លើងដ៏ក្តៅគគុកឥន្ធនៈរុក្ខជាតិក្នុងស្ថានភាពខ្វះអុកស៊ីសែននិងបង្កើតបានជាផ្សែងខ្មៅដែលសម្បូរដោយធាតុកាបូនភាគល្អិតកាបូនតូចៗជ្រាបចូលទៅក្នុងផ្ទៃកូឡាភាជបន្តិចម្ដងក្រៅពីដុតបានមួយថ្ងៃឆ្នាំងដីក្រហមបានប្រែទៅជាពណ៌ខ្មៅការផលិតកូឡាភាជនៅនីស៊ីមានប្រវត្តិរាប់ពាន់ឆ្នាំមកហើយតាំងពីឧបករណ៍ផ្ទះបាយរហូតដល់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមានរូបរាងខុសៗគ្នានិងប្រែប្រួលច្រើនបែបប៉ុន្តែពណ៌ខ្មៅដែលកើតចេញពីភ្លើងគឺជាពណ៌ដើមដែលមិនអាចផ្លាស់ប្ដូរបាន
ដៃគូដ៏ល្អបំផុតរបស់ឆ្នាំងដីនីស៊ីគឺមន់ស្រែនីស៊ីរស់នៅតំបន់កម្ពស់ 2300 ទៅ 3300 ម៉ែត្រពួកវាអាចហោះឆ្ងាយបំផុត 300 ម៉ែត្រមន់ស្រែនីស៊ីពេញវ័យមួយក្បាលមានទម្ងន់ត្រឹមតែ 500 ក្រាមប៉ុណ្ណោះធន់នឹងភាពត្រជាក់ភាពរាំងស្ងួតជាសត្វស្លាបស្រុកពិសេសមួយរបស់ខេត្តយូណានបានឆ្នាំងដីដែលបងប្រុសទៅធ្វើថ្មីសំណួរយ៉ាងឈូពេញចិត្តយ៉ាងខ្លាំងគាត់ចូលផ្ទះបាយធ្វើម្ហូបឆ្ងាញ់ជូនបងប្រុសមន់នីស៊ីមានមាឌតូចត្រូវការមន់2-3ក្បាលទើបអាចដាក់ពេញឆ្នាំងដីមួយរស់នៅតំបន់ខ្ពង់រាបត្រូវការសមត្ថភាពដុតរំលាយអាហារខ្លាំងនេះបានធ្វើឲ្យមន់ស្រែនីស៊ីមានសាច់ណែននិងមានជាតិខ្លាញ់ទាបជាគ្រឿងផ្សំដ៏ល្អបំផុតសម្រាប់រំងាស់ទឹកស៊ុបមន់ក្នុងឆ្នាំងដីនីស៊ីដ៏ត្រឹមត្រូវមួយឆ្នាំងគឺមិនអាចខ្វះសាច់ភីផាបានឡើយសាច់ភីផាដែលធ្វើពីសាច់ជ្រូកទីបេមិនត្រឹមតែអាចបំបត្តិក្លិនឆ្អាបទេអាចបន្ថែមរសជាតិពិសេសមួយកម្រិតទៀតអត្រាចម្លងកម្ដៅរបស់ឆ្នាំងដីទាបជាងលោហៈអាចរក្សាកម្ដៅទុកក្នុងតួឆ្នាំងដ៏ក្រាស់បញ្ជូនកម្ដៅស្មើគ្នាទៅសាច់មាន់នៅក្នុងឆ្នាំងរំងាស់ភ្លើងតិចរយៈពេល40នាទីរសជាតិសាច់មាន់ជ្រាបចេញមកខ្លាញ់សាច់ភីផារលាយចូលទៅក្នុងទឹកស៊ុបមាន់คล้ายជាពណ៌សក្លិនដ៏ឈ្ងុយឆ្ងាញ់សាយភាយចេញពីឆ្នាំងដីឆ្នាំងដីរក្សាកម្ដៅបានល្អទោះបីជានៅរដូវត្រជាក់ក៏អាចរក្សាភាពក្ដៅបានដែរសាច់មាន់ឆ្អិនល្មមល្អឈ្ងុយឆ្ងាញ់និងទន់ញ៉ាំជាមួយទឹកជ្រលក់ធ្វើឲ្យកាន់តែឃ្លាននៅក្នុងនេះសាច់គោក៏អាចរងាស់បានសាច់ជ្រូកក៏អាចរងាស់បានឲ្យតែពពួកសាច់គឺសុទ្ធតែអាចរងាស់នៅក្នុងឆ្នាំងនីស៊ីនេះបានគឺឆ្ងាញ់ទាំងអស់ទឹកស៊ុបមាន់ក្តៅញ៉ាំជាមួយនឹងនំចាន់ប៉ានិងនំប៉ាកម្ដៅក្រពះនិងបេះដូងថាមពលខ្ពស់គឺជាគន្លឹះនៃវប្បធម៌អាហារក្នុងតំបន់ខ្ពង់រាបសិល្បៈកុលាភាជបានរក្សាសីតុណ្ហភាពនិងរសជាតិអាហារខ្លាញ់ប៊ឺនិងយ៉ាអ៊ូគឺជាការចម្រាញ់និងការរក្សាទុកថាមពលនៅដងទន្លេនៃសម័យកាលទោះបីជាម្ហូបអាហារឆ្ងាញ់កើតឡើងមិនចេះចប់ប៉ុន្តែតម្រូវការពិតប្រាកដរបស់មនុស្សចំពោះអាហារនៅតែមិនផ្លាស់ប្ដូរ